ជម្រាបសួរហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនជាទីនឹករលឹកនិងជាទីគោរពរាប់អានទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរចំណូលនិទាននឹងធ្វើការនិទានរឿងមួយក្រោមចំណងជើងថារឿងប្រាសាទនាងខ្មៅអូខេតោះចូលដើម្បីកុំឲ្យខាប់ពេលយូរយើងមកធ្វើការតាមដានតើរឿងនឹងមានលក្ខណៈវាពេចដែរប្រាសាទនាងខ្មៅគឺស្ថិតនៅក្នុងឃុំរៀងស្រុកសំរោងខេត្តតាកែវហើយរឿងព្រេងដែលតាក់ទងដល់ដើមកំណើតនៃប្រាសាទនេះនឹងមានដូចតទៅក្នុងកន្លងទៅយូរហើយមានស្ដេចមួយអង្គព្រះនាមសូរ្យាទេវវង្សគឺគាត់គង់នៅលើភ្នំជីសូរនឹងឯងជាស្ដេចមានមហិទ្ធិឫទ្ធិមែនទែនហើយក៏មានបុណ្យច្រើនផងដែរសំទោសព្រះអង្គបានសាងប្រាសាទ5ហើយទ្រង់ឲ្យគេជីកស្រាប់ចំនួន4នៅលើភ្នំគ្រប់ជ្រុងនៃប្រាសាទទាំងអស់នៅគ្រប់ជ្រុងទាំង4នោះជាកន្លែងសម្រាប់ប្រាសាទរបស់ព្រះអង្គក៏ដូចជាព្រះមហាក្សត្រដទៃទៀតផងដែរព្រះបាទសូរ្យាទេវវង្សគឺគាត់មានបុត្រីមួយអង្គព្រះនាមនាងខ្មៅនឹងឯងនៅពេលដែលមានព្រះជន្ម16ព្រះវស្សាព្រះនាងមានរូបឆោមល្អដាច់ក្នុងព្រះនគរនឹងមែនទែនថ្ងៃមួយព្រះនាងនឹកភ្នក់ចង់ទៅក្រសាលនៅទន្លេប្រទ្រុនក៏ចូលទៅបង្គំថ្វាយសូមអនុញ្ញាតពីព្រះបិតាផងដែរហើយពេលនោះដែរព្រះរាជាទ្រង់អនុញ្ញាតឲ្យតាមបុត្រីតាមអ្វីដែលគាត់សុំអញ្ចឹងណាហើយបានចាត់ឲ្យអ្នកបម្រើរៀបចំហែហោមព្រះនាងទៅក្រសាលនៅវេលារសៀលនោះបន្ទាប់ពីគ្រានោះផងដែរមានបរិសម្នាក់ឈ្មោះបណ្ឌិតស្រីនេះទៅនឹងសឹកពីសាមណេរមានរូបស្អាតបាតជាងបរិសទៀតផងដែរនេះដែលនៅក្នុងភូមិភាគខាងលិចនៃភ្នំជីសូរចិត្តផ្លូវចុះនៅទន្លេប្រតុនយើងហ្នឹងបណ្ឌិតនេះក៏ចេះមន្តវិជ្ជាការផ្សេងៗជាច្រើនផងដែរគាត់ព្យួនអីក្នុងពេលដែលប្រនាងខ្មៅយាងចេញដំណើរទៅកសាលទន្លេប្រទ្រុនបណ្ឌិតស្រីមានក្តីអបសុខក៏ចេញទៅលេងចិត្តខ្លួននោះដែរពេលនោះហើយគឺបានឃើញព្រះនាងចុះពីលើភ្នំជាមួយនឹងស្រីជាបរិវារទៀតតែពេលនោះក៏មានក្តីកើតការស្រឡាញ់ចាប់ចិត្តទៅលើព្រះនាងពេជ្រក្រៃកន្លងហើយពេលនោះទៀតសោតបណ្ឌិតស្រីពិចារណាមួយសន្ទុះក៏សម្រេចចិត្តថាត្រូវតែរកមធ្យោបាយលួងលោមព្រះនាងឲ្យបានទោះបីជាខ្លួនក្រឬក៏ត្រូវព្រះបិតាព្រះនាងយកទោសយ៉ាងណាក៏ដោយក៏ដូច្នេះហើយបណ្ឌិតស្រីបាននឹកដល់មន្តវិជ្ជាការដែលខ្លួនចេះទាំងប្រមាណហើយក៏បេះស្លឹកឈើមកសូត្រផ្លុំសេចមន្តវិជ្ជាការនោះហើយក៏ឡើងដើមឈើស្លូបាទសូត្រផ្លុំស្លឹកបន្លឺឡើងសំលេងស្លឹកដែលបណ្ឌិតស្រីផ្លុំក៏បានចុចចំបេះដូងព្រះនាងខ្មៅហើយធ្វើឲ្យព្រះនាងភ័ន្តភាំងស្មារតីមួយរំពេចលុះដឹងខ្លួនឡើងព្រះនាងសញ្ជប់សញ្ជឹងមួយសន្ទុះសំលេងផ្លុំស្លឹកនោះរត់តែព្រោះឡើងទ្រាំអត់បានព្រះនាងក៏យាងចូលទៅមើលអ្នកផ្លុំឲ្យកាន់តែច្បាស់ពេលដែលបានឃើញបណ្ឌិតស្រីហើយព្រះនាងរត់តែចាប់ចិត្តស្រឡាញ់ខ្លាំងឡើងហើយបានសាកសួរគ្នាទៅវិញទៅមកតាមប្រពៃណីរបស់បុរសនិងស្ត្រីដែលស្រឡាញ់គ្នាចឹងណាអ្នកទាំងពីរបានណាត់គ្នាថាថ្ងៃក្រោយនឹងជួបគ្នាទៀតហើយក៏លាគ្នារៀងខ្លួនទៅតាមទីតាំងប្រាសាទឬក៏លើភ្នំជីសូររបស់ព្រះនាងចឹងទៅហើយព្រះនាងខ្មៅតែងតែនឹកដល់បណ្ឌិតស្រីជានិច្ចថ្ងៃក្រោយមកព្រះនាងបានទៅសុំអនុញ្ញាតពីព្រះបិតាទៀតដើម្បីទៅកសាលម្ដងទៀតចឹងណាអូខេព្រះរាជាទ្រង់អនុញ្ញាតឲ្យព្រះនាងដោយចាត់អ្នកបម្រើឲ្យហែហោមដំណើរដូចថ្ងៃមុនដូចរាល់ដងចឹងទៅពេលទៅដល់កន្លែងបានណាត់ជួបជាមួយបណ្ឌិតស្រីហើយព្រះនាងប្រាប់បរិវារថាអ្នករាល់គ្នាត្រូវតែឈប់ចាំខ្ញុំសិនខ្ញុំមានកិច្ចទៅឯនោះបន្តិចសិនព្រះនាងធ្វើដំណើរទៅជួបបណ្ឌិតស្រីតាមដែលបានណាត់គ្នាហើយអ្នកទាំងពីរក៏បានសម្រេចសេចក្តីប្រាថ្នារបស់ខ្លួនពួកបរិវារទៅលបមើលឃើញកិរិយាម្លោះរបស់ព្រះនាងដូច្នេះក៏មានការផិតភ័យខ្លាចស្ដេចយកទោសដល់ជីវិតក៏ជំនុំពីគ្រោះគ្នាថាយើងគួរតែក្រាបទូលស្ដេចកុំឲ្យខានអសោះលុះត្រឡប់ដល់ព្រះដំណាក់វិញពួកបរិវារបានចូលទៅក្រាបទូលស្ដេចសពគ្រប់តាមដំណើររឿងចឹងទៅព្រះរាជាទ្រង់ខ្ញាល់យ៉ាងខ្លាំងមែនទែនពេលហ្នឹងក៏បញ្ជាឲ្យពេជ្ឈឃាតយកបុត្រីនោះទៅសម្លាប់ចោលតែម្ដងព្រះមហាសីជាមេដាបានក្រាបទូលសូមឲ្យព្រះស្វាមីនេះទ្រង់មេត្តាប្រទានទោសដល់បុត្រីគឺសូមព្រះអង្គគុំសម្លាប់គ្រាន់តែបំបបង់ចេញពីទីនេះចុះ
រាជាទ្រង់អនុញ្ញាតតាមសេចក្តីស្នើសុំរបស់ព្រះនាងជីមេដាទើបទ្រង់បង្គាប់ឲ្យសេនាបតីធ្វើប្រាសាទពីរដែលមានចម្ងាយពីព្រះដំណាក់ទៅ3យោជន៍រួចហើយស្ដេចបង្គាប់ឲ្យព្រះនាងខ្មៅនៅទីនោះតាំងពីថ្ងៃនោះមកព្រះនាងខ្មៅនឹងឯងក៏កើតទុកជាទម្ងន់ព្រោះព្រះបិតាបំបរបងឲ្យនៅតែម្នាក់ឯងហើយបែកពីសង្សារមិនបានជួបគ្នាសោះហើយដោយមិនជ្រាបថាទៅដល់ទីណាទេហើយស្រាប់តែគ្រានោះមានភិក្ខុមួយរូបឈ្មោះកែវលោកនិមន្តចេញពីស្រុកទៅរៀនមន្តវិជ្ជានៅឯស្រុកក្រៅលោកមានចំណេះពូកែខ្លាំងមែនទែនហើយបានត្រឡប់មកស្រុកវិញគង់នៅទី1ក្នុងខេត្តតាកែវផងដែរអ្នកស្រុកបាននាំគ្នាជីស្រះមួយប្រគេនឲ្យលោកតមកគេហៅស្រះនោះថាស្រះកែវរហូតដល់សប្តាហ៍ថ្ងៃនេះឯងលោកគ្រូកែវគង់នៅយូរបន្តិចក៏មានកិត្តិស័ព្ទល្បីទៅគ្រប់ស្រុកភូមិអញ្ចឹងណាហើយពេលនោះផងដែរពនាងខ្មៅយើងនេះបានលើដំណឹងនេះហើយក៏មានបំណងចង់ជួបនឹងលោកដើម្បីចង់ដឹងអំពីសេចក្តីសុខទុក្ខរបស់ព្រះនាងទើបឲ្យពួកអ្នកបម្រើរៀបចំទីនាងដំរីសម្រាប់ធ្វើដំណើរទៅថ្វាយបង្គំលោកគ្រូដែរគ្រូកែវនេះបាទលុះធ្វើដំណើរទៅដល់ព្រះនាងក៏ចូលទៅថ្វាយបង្គំលោកគ្រូកែវតាមទំនៀមហើយព្រះនាងបានឃើញលក្ខណៈលោកអង្គនោះសពគ្រប់ក៏បែកចិត្តពីសង្សារចាស់មកជាប់នឹងលោកគ្រូកែវវិញម្ដងបាទតាំងពីពេលនោះមកទំនាក់ទំនងរវាងព្រះនាងកែវនិងលោកគ្រូកែវតែមានភាពស្និទ្ធស្នាលជាលំដាប់រហូតដល់លោកគ្រូកែវសម្រេចចិត្តលាចាកសិក្ខាបទមកជាខរវាសទៅរួមសុខទុក្ខជាមួយព្រះនាងនៅក្នុងប្រាសាទនោះទៅអាស្រ័យដោយមានដំណើររឿងយ៉ាងនេះហើយបានជាប្រាសាទនោះគេហៅថាប្រាសាទនាងខ្មៅជាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះឯងបាទអញ្ចឹងជាចុងក្រោយខ្ញុំក៏សូមធ្វើការគោរពអរគុណចំពោះមុខម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដានស្ដាប់នៅ Channel YouTube របស់ខ្ញុំគឺចំណងនិទានផងដែរបាទហើយក៏សូមធ្វើការអធិស្ឋានចំពោះកំហុសលុះខុសកូនដល់អចេតនាផងដែរបាទសង្ឃឹមថាវីដេអូរបស់ខ្ញុំនឹងផ្លាស់ទៅជាប្រយោជន៍នៅថ្ងៃខាងមុខបន្តទៀតបាយបាយសូមគោរពលា